ជាការនេះយើងសូមណែនាំអំពីដូចពី cloud ឬក៏ដូចពី data center អញ្ចឹងសួរថាដូចពី cloud ជាណាដូចពី cloud គឺជាក្រុមហ៊ុនមួយដែលបង្កើតឡើងនៅក្នុងស្រុកហើយយើង provide នៅ technology ជា public cloud ដែលយើងអាចនិយាយបានថា similar ទៅនឹង AWS Azure ហើយនឹងខាង Google ជាដើមអញ្ចឹងយើងមាន provide សេវាកម្មច្រើនដូចជា web hosting ដែលអ្នកនរអាច hosting website ដូចអ្នកនរមាន dreaming I want to be somewhere ទៅអាចបង្កើត website នៅខ្លួនឯងដែលយើងមាន package មួយគឺ support ដល់ local market របស់យើងគឺគេអាច hosting website បានខ្លួនឯងហើយមួយទៀតគឺយើងមាន VPS Virtual Private Server អញ្ចឹងក្នុងករណីដែលអ្នកនរគ្នាដូចថាយើងចង់ start up company មួយជា delivery company អញ្ចឹងដើម្បី start up delivery company មួយអ្នកនរត្រូវការមាន hardware មាន server មានអីចឹងប៉ុន្តែ server ដឹងស្រាប់ហើយកន្លែងក្រោម 30000 ទៅ 40000 មួយគ្រាប់ប៉ុន្តែនៅក្នុងពេល cloud គឺយើងមាន virtual private server ស្រាប់តែតម្លៃគឺអត់ដល់$8ផងចឹងអ្នកនរអាច start up business ពី small រហូតដល់ពេលដែល business របស់នេះ grow គឺអាច expand បានតែចាំបាច់បន្ថែមលើខាងនេះផងយើងមាន database as service ក្នុងនេះគឺតកតងនឹង database ដែលមានថាអ្នកនរអត់ចាំបាច់ខ្វល់ច្រើនគឺកន្លែង store ទិន្នន័យអ្នកនរគ្នា application របស់អ្នកនរអាច connect មក database ផ្ទាល់មកដល់ជាងអ្នកចាំបាច់ create database ថែទាំ database នេះខ្លួនឯងហើយ storage ដូចគ្នាដែរគឺយើងមាន storage as service អ្នកនរស្គាល់ S3 អ្នកនរស្គាល់ Google Drive ដែលគេ copy file ចូលនេះបាទឥឡូវក៏យើងមាននៅក្នុង Adobe Cloud ដែរគឺ facility គឺស្តីគ្នាទៅនឹងអ្វីទាំងអស់ដែលពួកគាត់មានហើយក្នុងនោះផងដែរក៏យើងមាន Cloud Accounting Solution Cloud Accounting Software ដែលយើង partner ជាមួយនឹងខាងសិង្ហបុរីយើងបាននាំគាត់មក hosting នៅក្នុងស្រុកខ្មែរអញ្ចឹងរាល់ទិន្នន័យរបស់ accounting ក្រុមហ៊ុនទាំងអស់គឺត្រូវបានរក្សាទុកក្នុងស្រុកអញ្ចឹងអាចនិយាយបានថា financial data ដែលប្រើចេញពី accounting system របស់ពួកយើងគឺត្រូវបានរក្សាទុកក្នុងស្រុកផ្ទាល់ហើយក៏យើងមាន IT solution ចំនួនដែរក្នុងនោះក៏យើងអាច tailor រាល់ solution ដែលតម្រូវការមិនថាជាក្រុមហ៊ុន SME ឬក៏ banking រហូតដល់រដ្ឋាភិបាលដែលយើងអាចធ្វើ solution ដល់គាត់បានហើយមួយទៀតគឺដូចខ្ញុំនិយាយមុនអញ្ចឹងគឺ cloud គឺ scale អញ្ចឹងអ្នកទាំងអស់នេះអាច start ពីទូទៅអត់ចាំបាច់ចំណាយដំបូងរាប់សិបម៉ឺនទៅទិញ server រាប់សិបម៉ឺនទៅទិញ firewall ប៉ុន្តែពេលមកប្រើប្រាស់ក្នុងដូចពី cloud គឺអ្នកចំណាយអ្នកនរនេះចំណាយពេលត្រឹមតែ$10 ទៅ$20គឺអាច start up business ខ្លួនឯងបាន